ไปดีចេញមកបកស្រាយមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅពេលនេះไปดีបានចេញមកបញ្ជាក់រឿងហេតុចរាចរណ៍ដែលកើតមានឡើងហើយវាបានคล้ายជារឿងមួយវែកញែកលើបណ្ដាញសង្គមមានការគិតមើលไปดีថាមិនសមពេលកើតហេតុអង្គុយនៅក្នុងឡានយ៉ាងណាសម័យខ្លួនបានចេញមកនឹងពន្យល់តាមរយៈសំណេរលោកไปดีបានរៀបរាប់ថាគ្រោះថ្នាក់ចរាចរណ៍ល្ងាចមិញគឺដោយសារឈប់ស្តុបហើយខ្ញុំច្រឡំជន់កែបណ្ដាលឲ្យបុកម៉ូតូ4នៅខេត្តសៀមរាបវាជាកំហុសអចេតនារបស់ខ្ញុំហើយបងប្អូននៅកន្លែងនោះក៏បានឃើញដែរថាទ្វារឡានគៀបនឹងម៉ូតូបើកមិនចេញបងដែលជាម្ចាស់ម៉ូតូក៏បានប្រាប់ដែរថាមិនអីទេចុះអត់កើតទេដោះស្រាយគ្នាតាមជាក់ស្ដែងក៏បានហើយក៏មានប៉ូលីសមកអន្តរាគមន៍ភ្លាមដែលមិនមានអ្នកបាក់ដៃបាក់ជើងដោយព័ត៌មានចុះផ្សាយនោះទេគឺមានតែបងប្រុសម្នាក់រលាត់ជើងហើយគាត់ក៏បានទៅស្កេននិងអេកូរួចរាល់ដែរថាមិនមានបញ្ហាអីទេពួកយើងបានសម្រួលគ្នាខ្ញុំក៏បានសងការខូចខាតដោយមានប៉ូលីសដឹងលឺនឹងការយោគយល់ពីសម័យខ្លួនផ្ទាល់សូមទានជ្រាបដៃគូលោកไปดีលោកសក្តាជាអ្នកនៅក្នុងឡានពេលកើតហេតុបានរៀបរាប់ថាពួកគេទៅសៀមរាបដើម្បីចូលរួមកម្មវិធីរបស់បងប្អូន LQBT នៅក្នុងបំណងជួយគាំទ្រតែបែរជានៅតាមផ្លូវជួបរឿងបែបនេះលោកបង្ហាញអារម្មណ៍ខ្លាចរអាចំពោះភាពអវិជ្ជមានដែលខ្លួននិងไปดีទទួលបានអំឡុងពេលជួបបញ្ហាហើយក៏គិតថាតើគួរបន្តធ្វើល្អក្នុងសង្គមបន្តឬគិតពីខ្លួនឯងម្ដងគួរបញ្ជាក់ដែរថាក្រុមលោកไปดีបានជួយជនភៀសសឹកក៏ដូចជាបងប្អូនវីរៈកងទ័ពច្រើនណាស់អំឡុងពេលប្រទេសមានសង្គ្រាមជិះឡានកាត់ក្របផ្លោងប្រថុយជីវិតដើម្បីយកជំនួយទៅដល់គោលដៅវាពិតជាគួរឲ្យសោកស្ដាយណាស់ប្រសិនបើយើងបាត់បង់ក្រុមមនុស្សសប្បុរសធម៌ដូចជាពួកលោក